រឿងដឹងសងដឹងអំបែងសងអំបែងមាននិទានមួយដំណាលថាមានបរោះប្តីប្រពន្ធមានកូនប្រុសម្នាក់បរោះជាប្តីនោះទៅខ្ចីដឹងពីសេដ្ឋីម្នាក់យកទៅកាប់អុសនៅពេលបរោះនោះលើកឡើងកាប់ស្រាប់តែដឹងរង្គោះខ្ទាតទៅត្រូវប្រើសមួយហើយប្រើសនោះក៏បោរចូលទៅក្នុងព្រៃបាត់ទៅបុរសនោះបានទៅអង្វរសេដ្ឋីសុំសងដឹងថ្មីមួយជាពីររហូតដល់10ក៏សេដ្ឋីនៅតែមិនព្រមយកបុរសនិងប្រពន្ធបានព្រមព្រៀងគ្នាយកកូនកំឡោះទៅឲ្យបម្រើសេដ្ឋីជាសំណងដឹងនោះទើបសេដ្ឋីព្រមទទួលថ្ងៃក្រោយមកបុរសបានរកឃើញដឹងនៅជាប់នឹងខ្លួនសត្វប្រើសមួយងាប់រលួយគាត់មានសេចក្តីត្រេកអរខ្លាំងណាស់ក៏យកផ្លែដឹងមកលាងទឹកឲ្យស្អាតរួចយកទៅឲ្យសេដ្ឋីហើយសុំយកកូនប្រុសមកផ្ទះវិញថ្ងៃមួយបរោះប្តីប្រពន្ធនាំគ្នាដល់អំបុកកូនសេដ្ឋីធំក្លិនអំបុកនឹកចង់ហូបសេដ្ឋីក៏ទៅខ្ចីអំបែងបរោះនោះលុះដល់អំបុករួចស្រាប់តែមានឆ្កែប្រខំគ្នាវាលើអំបែងនោះបែកខ្ទេចខ្ទីអស់សេដ្ឋីទៅអង្គុយប្រាប់បរោះនោះថាបរោះនោះយំគក់ទ្រូកទុះសេដ្ឋីសុំសងអំបែងថ្មីមួយជា10ក៏ពុំព្រមយកដែររឿងនេះមានការប្តឹងផ្ដាល់គ្នារហូតដល់ព្រះមហាក្សត្រព្រះអង្គក៏កាត់សេចក្តីឲ្យសេដ្ឋីយកកូនស្រីខ្លួនទៅបម្រើគ្រួសារបរោះនោះវិញ